សិក្សាអំពី average average គឺជាការកណនារោគមធ្យមភាពបាទ syntax បាទ syntax ស្មើ average បើកមុខកញ្ចក់បាទ number 1 number 2 number C ទៅរហូតតែម្ដងតោះអញ្ចឹងយើងមើលការកណនាបាទអញ្ចឹងមើលនៅលើ Microsoft Excel 2010យើងគឺយើងវាយទិន្នន័យប៉ុណ្ណឹងចូលសិនមកបន្តមកទៀតគឺយើងត្រូវការចេះកណនា average ទី1គឺយើងคลิกលើ cell ហ្នឹងយើងវាយសញ្ញាស្មើហើយវាយពាក្យ average អញ្ចឹងគាត់ឲ្យវាយ ever មកវាចេញពាក្យ average អញ្ចឹងយើងคลิกលើនឹង2ដងរួចហើយគឺយើងបាទអូបាទ number ហ្នឹងពី80មកដល់បាទលេខ90មកគឺមានបន្ទុកបាទរៀន Word រៀន Excel រៀន PowerPoint ទាំង3ហ្នឹងរួច enter មកអញ្ចឹងយើងមើលចម្លើយវាគឺ81អញ្ចឹងតទៅពេលចម្លើយផ្សេងទៀតគឺយើងគ្រាន់តែselect លើចម្លើយខាងលើរួចដាក់សញ្ញាលេខបូកខ្មៅរួចអូសចុះក្រោមតែម្ដងអញ្ចឹងពេលហ្នឹងគេបូកឲ្យយើងឃើញចម្លើយស្រាប់អញ្ចឹងតែម្ដងអញ្ចឹងយើងចង់ដឹងថាតើក្នុងហ្នឹងគេប្រើរូបមន្តអីគឺយើងអាច select លើ cell ទី1ហ្នឹងរួច select លើកន្លែងនេះ function នេះ mouse ស្ដាំ copy រួចហើយយើងចុច escape សិនតមកទៀតយើង click លើ cell ចិត្តហ្នឹងមករួចយើងវាយ apostrophe ហើយដក clear ហើយយើង mouse ស្ដាំយើង pass មកចឹងពេលហ្នឹងគឺចេញបាទ average ហ្នឹងតែម្ដងហើយយើងអាចជ្រើសរើសពណ៌អីក៏បានដែរឧទាហរណ៍ពណ៌ក្រហមបាទតោះចឹងយើងទៀមទាត់ការកណនាតើការកណនា average ហ្នឹងមានន័យយ៉ាងម៉េចវិញអញ្ចឹងមានន័យថាវាយកបាទ80បូកនឹង75បូកនឹង90រួចយើងធ្វើបាន3មុខវិជ្ជាចែកនឹង3អញ្ចឹងមានន័យថាយើងស្មើបាទយើងអាចបើកមុខកញ្ចក់មកជាក្រុមហ្នឹងគឺយក80ហ្នឹងបូកជាមួយនឹង75បូកជាមួយនឹង90បាទបាត់ពងកញ្ចក់មកបានឃើញប៉ុន្មានចែកហ្នឹង3បានន័យថា3មុខវិជ្ជាហ្នឹងបាទយើង enter មកញ៉េឃើញទេ81ចុចបាទ66ដូចគ្នា